Flying on. Ở đây là tại nó mấy phê cân. Come on. Ở đây giờ tại bà mấy mà đâu. Mới nè lợn đau sợ mày mà đó nó tết bọc kia anh nắng á hãy bè mà lấn mà mỏng bọc luôn ai nhưng bè mà lấy từ nó pi nè xay là hia đất khao thật tha bà sum group ninh chấm riệp suốt bọc mai bong ôn tôi xin cái chôn đại gặp phong tại tôi xin video rồi bỏ kem Adventure and Tourism Cambodia យើងបាទនៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញជូនបងប្អូននៅ3ចំណុចសំខាន់តាក់ទងទៅនឹងបងប្អូនដែលចង់ធ្វើកញ្ចប់ទេសចរឬក៏បងប្អូនដែលចង់ទៅដើរលេងកម្សាន្តជាលក្ខណៈគ្រួសារក្តីបាទនៅក្នុងនេះខ្ញុំបង្ហាញបងប្អូនចំនួន3ចំណុចសំខាន់ទី1ខ្ញុំបង្ហាញបងប្អូនឲ្យស្គាល់នៅទិសដៅកញ្ចប់ទេសចរមួយកន្លែងបាទទី2តើនៅទីនោះមានសក្តានុពលទេសចរអ្វីខ្លះដែលបងប្អូនគួរតែទៅលេងហើយនឹងទី3ខ្ញុំនឹង highlight នៅសកម្មភាពរបស់ខ្ញុំក៏ដូចជាគ្រួសារដែលបានទៅលេងកម្សាន្តនៅកន្លែងមួយនេះបាទអញ្ចឹង3ចំណុចសំខាន់បាទនោះគឺចំការទុរេនមួយកន្លែងដែលខ្ញុំមើលឃើញសក្តានុពលផ្នែកទេសចរបែបអេកូទេសចរហើយនឹងគេហៅថាទេសចរបែបកសិកម្មបងប្អូនបាទគឺនៅមិនឆ្ងាយប្រហែលទេបងប្អូនបាទយើងអាចធ្វើដំណើរលេងកម្សាន្តនៅទីនោះមកល្មមមិនហត់មិនហេវមិនអស់កម្លាំងខ្លាំងពេកមិនសល់ពេលវេលាពេកគឺនៅចំការត្រេនមួយកន្លែងនៅស្ទឹងឆាយបាទខេត្តបរសៃអនុយើងនេះបាទអញ្ចឹងតើនៅកន្លែងនោះមានសក្តានុពលអីខ្លះហើយសកម្មភាពដែលពួកយើងបានទៅនេះមានអីខ្លះដែលគួរឲ្យចាប់អារម្មណ៍បងប្អូនអាចតាមដានទស្សនាទាំងអស់គ្នាបាទអញ្ចឹងដំបូងបងប្អូនត្រូវធ្វើដំណើរទៅតាមផ្លូវជាតិលេខ4ក៏បានបងប្អូនអាចធ្វើដំណើរទៅតាមផ្លូវលបឿនលឿនក៏បានបាទក៏ប៉ុន្តែទីតាំងមួយនេះគឺស្ថិតនៅលើផ្លូវជាតិលេខ4គីឡូម៉ែត្រ154បងប្អូនមានផ្លូវមួយបត់ទៅខាងឆ្វេងដៃធ្វើដំណើរពីទីក្រុងភ្នំពេញទៅណាបាទបត់ខាងឆ្វេងដៃចូលទៅក្នុងផ្លូវលំមួយហ្នឹងប្រហែលជា 5-6 គីឡូទេបងប្អូនអញ្ចឹងបងប្អូនអាចធ្វើដំណើរដោយរថយន្តផ្ទាល់ខ្លួនក៏បានរថយន្តទេសចរ25កៅអីឬក៏35កៅអីឬក៏45កៅអីក៏អាចចូលបានដែរបាទពេលបងប្អូនចូលទៅនឹងឃើញបាទមានច្រកមួយទៀតនៅខាងឆ្វេងដៃមកតង់ទៀតគឺបត់ចូលតែម្ដងបាទបាទនេះគឺជាសកម្មភាពដែលពួកខ្ញុំនិងគ្រួសារគឺបានធ្វើដំណើរចូលទៅខាងផ្លូវលំនឹងហើយបាទនេះគឺនៅតាមផ្លូវលំហ្នឹងណាបងប្អូនបាទដោយដែលបងប្អូនឃើញនៅក្នុងវីដេអូហ្នឹងគឺផ្លូវហ្នឹងមិនមានអីលំបាកទេអញ្ចឹងបងប្អូនដែលរៀបចំកញ្ចប់ទេសចរក៏អាចតាក់ទងខ្ញុំក៏បានតាក់ទងទៅចំការតារៀននឹងក៏បានគឺខ្ញុំនឹងរីករាយផ្ដល់ព័ត៌មានជូនបងប្អូនក៏ប៉ុន្តែសម្រាប់ឆ្នាំនេះគឺប្រមូលផលចិត្តអស់ហើយអញ្ចឹងបងប្អូនអាចត្រៀមលក្ខណៈសម្រាប់ឆ្នាំក្រោយទៀតបាទព្រោះថាតរេនប្រមូលផលបានមួយឆ្នាំហ្នឹងបានតែម្ដងទេបាទនេះគឺជាទស្សនវិជ្ជាផ្លូវលំដែលបងប្អូនធ្វើដំណើរចូលទៅគឺมันមានអីលំបាកទេអញ្ចឹងអ្នករៀបចំកញ្ចប់ទេសចរបងប្អូនបាទគឺអាចរៀបចំទៅដោយស្រួលតែម្ដងហើយទេសភាពគឺស្រស់ស្អាតបាទនៅក្នុងនោះតិចទៀតចូលទៅដល់នោះខ្ញុំនឹងប្រាប់អំពីសក្តានុពលទេសចរដែលបងប្អូនមិនគួរមើលរំលងអ្វីត្បិតតែនៅទីនោះគឺម្ចាស់ចំការមិនបានរៀបជាកន្លែងទេសចរប៉ុន្តែខ្ញុំមើលឃើញថាវានឹងមានភាពតាក់ទាញបើសិនជាយើងអ្នករៀបចំចេះចាត់ចែងរៀបចំកែច្នៃតែបន្តិចគឺបងប្អូនអាចធ្វើកញ្ចប់ទេសចរឬក៏បូកចូលជាមួយនឹងកញ្ចប់ទេសចរបងប្អូនដែលដើរកម្សាន្តទៅលេងនៅកន្លែងផ្សេងបងប្អូនយកកន្លែងមួយហ្នឹងធ្វើជាកញ្ចប់ទូចមួយទៀតដើម្បីបូកបញ្ចូលឲ្យកញ្ចប់ទេសចររបស់បងប្អូនហ្នឹងគឺមានថាគេថាគ្រប់ជ្រុងជ្រោយខ
colorful តែម្ដងគឺវាចម្រុះពណ៌តែម្ដងធ្វើឲ្យកញ្ចប់ទេសចររបស់យើងអត់មានភាពធុញទ្រាន់ទេបាទជាពិសេសគឺនៅរដូវកាលទុរេននេះគឺខ្ញុំជឿថាបងប្អូនអ្នកដើរលេងកម្សាន្តគឺគាត់ចង់ទៅចំការទុរេនបេះផ្លែឈើផ្លែនេះនោះទិញជាការសប្បាយរបស់គាត់បាទអញ្ចឹងយើងធ្វើដំណើរមិនយូរប្រហែលទេបងប្អូនដូចតែខ្ញុំប្រាប់អញ្ចឹងគឺពីផ្លូវជាតិលេខ4មកគីឡូ154យើងបត់ខាងឆ្វេងដៃហើយផ្លូវលំមានលក្ខណៈបែបនេះនៅដូចនៅក្នុងវីដេអូដែលបងប្អូនឃើញអញ្ចឹងបាទអញ្ចឹងយើងជិះបន្តិចទៀតគឺយើងនឹងទៅដល់ផ្លូវច្រកចូលហើយនេះបាទនេះគឺដល់ច្រកចូលហើយបងប្អូនណាបាទទៅមុខទៀតទៅគឺអាចមានចំការអីរបស់គេផ្សេងទៀតអញ្ចឹងមិនមែនមានតែមួយកន្លែងហ្នឹងទេនៅជុំវិញចិត្តហ្នឹងក៏មានចំការរបស់បងប្អូនអ្នកចំការប្រជាជននៅទីនោះច្រើនទៀតបាទអញ្ចឹងឥឡូវនេះយើងបត់ចូលទៅក្នុងចំការតែម្ដងបាទហើយបងប្អូនឃើញដើមទុរេនបណ្ដើនៅខាងស្ដាំដៃនេះគឺជាដើមទុរេនមិនចំណាស់ប្រមាណទេបងប្អូនណាគឺកំពុងតែផ្ដល់ផលនេះខាងស្ដាំដៃនេះវាផ្ដល់ផ្លែអីខ្លះហើយផុតពីនេះគឺជាចំការទុរេនថ្មីដែលវានឹងផ្ដល់ផលនៅឆ្នាំក្រោយបាទឃើញនេះនៅក្នុងនេះក៏យើងអាចបោះតង់បានដែរបងប្អូនទស្សនភាពនៅក្នុងនេះគឺមានភ្នំហើយនៅជាយភ្នំក្រោយចំការទុរេនមានទឹកហូរបាទមានទឹកហូរគឺជុំវិញចំការទុរេននឹងតែម្ដងជាពិសេសគឺនៅរដូវវស្សាបាទជារដូវប្រាំងអាហ្នឹងវាអាចដាច់ទឹកខ្លះដោយសារមានគេបិទទឹកនៅខាងលើបាទហើយយើងមកដល់ផ្ទះរបស់ចំការរបស់មីងតែម្ដងគឺក្នុងនេះគាត់បានបេះទុរេនត្រៀមទុករួចជាស្រេចបាទអញ្ចឹងម្ដងទៀតបងប្អូនណាសក្តានុពលលើទីនេះទី1បងប្អូនគឺមានផ្លែឈើគ្រប់ចម្រុះដូចជាទុរេនដូចជាសាវម៉ាវដូចជាមង្ឃុតហើយនឹងដូងស្វាយហើយនឹងផ្លែឈើផ្សេងជាច្រើនទៀតដែលខ្ញុំរៀបរាប់មិនអស់បាទហើយសក្តានុពលទី2គឺមានទេសភាពភ្នំដ៏ស្រស់ស្អាតព័ទ្ធជុំវិញចំការតែម្ដងហើយវាលស្មៅនៅក្នុងចំការទុរេននឹងអាចឲ្យយើងបោះតង់បានឬក៏យើងទៅបោះតង់នៅចុងចំការទុរេនដែលមានវាលធំហើយនឹងក្បែរមាត់ទឹកជាយព្រៃភ្នំទៀតផងបាទបាទហើយទេសភាពពេលព្រលឹមគឺស្រស់ស្អាតហើយបងប្អូនបាទនេះគឺជាទិដ្ឋភាពពេលព្រលឹមហើយសកម្មភាពដែលខ្ញុំបានទៅដល់ទីនោះដោយសារខ្ញុំទៅនោះថ្ងៃបុណ្យជាតិក៏ពិតមែនក៏ប៉ុន្តែជាទូទៅគឺជីវិតការងាររបស់ខ្ញុំអត់មានថ្ងៃសៅរ៍ថ្ងៃអាទិត្យឬក៏ថ្ងៃបុណ្យទេតែគឺដាច់ខាតត្រូវតែមានអ៊ីនធឺណិតបាទអញ្ចឹងទៅដល់ភ្លាមខ្ញុំមិនបាន view ទិដ្ឋភាពនៅពេលល្ងាចឲ្យបានច្រើនទេគឺខ្ញុំត្រូវចាប់ផ្ដើមធ្វើការងាររបស់ខ្ញុំបំពេញការងាររបស់ខ្ញុំឲ្យចប់សពគ្រប់ទៅខ្ញុំអាចទៅ view ទិដ្ឋភាពនៅពេលល្ងាចជូនបងប្អូនទស្សនាបានបាទអញ្ចឹងខ្ញុំចំណាយពេលធ្វើការអស់មួយរសៀលរហូតដល់ចិត្តល្ងាចទៅហើយម៉ោង5ជាងហើយបានខ្ញុំបានទៅ view ទេសភាពជូនបងប្អូនមើលក៏ប៉ុន្តែមុនហ្នឹងគឺខ្ញុំត្រូវធ្វើការសិនបាទព្រោះมันអាចចោលការងារបានទេបាទហើយធ្វើការបដាក៏មីងក៏ដាក់ទុរេនមួយចានធំមកបដាទៅបាទដូចដែលបងប្អូនបានឃើញហើយខណៈពេលខ្ញុំធ្វើការក្មេងៗក៏គេធ្វើការងាររបស់គេគឺគេសប្បាយទៅតាមភាពក្មេងរបស់គេទៅជីកដីលេងជីកអីលេងអញ្ចឹងទៅបាទលេងដីខ្សាច់លេងដីអីក្រោមដើមស្វាយជីកអីតាមលក្ខណៈធម្មជាតិក្មេងរបស់គេអញ្ចឹងទៅបាទហើយទៅគាត់ក៏នាំគ្នាទៅលេងប្រហោះខ្លែងប្រហោះអីអញ្ចឹងទៅបាទដូចទិដ្ឋភាពដែលបងប្អូនបានឃើញគឺគាត់កំពុងតែបង្ហោះខ្លែងហើយខ្ញុំកំពុងតែធ្វើការងាររបស់ខ្ញុំរហូតដល់ម៉ោង5ជាងទើបខ្ញុំចាប់ដើមទៅ view ទិដ្ឋភាពពេលល្ងាចនិងបេះផ្លែឈើញ៉ាំខ្លះនៅពេលក្បាលល្ងាចបាទអញ្ចឹងនេះគឺជាសកម្មភាពដែលពួកខ្ញុំបានទៅបេះផ្លែឈើញ៉ាំលេងបាទពីអ្នកសង្សារបាទហើយខ្ញុំគិតថានេះគឺជាលើកទី1ដែលខ្ញុំអាចបបួលមិត្តស្រីរបស់ខ្ញុំទៅបោះតង់បាន
ទៅបេះផ្លែឈើញ៉ាំបានណាបងប្អូនណាអូងាយព្រោះគាត់បានទៅទេបងប្អូនអើយមុំតព្រោះគាត់បានទៅបោះតង់បានមួយយប់ហ្នឹងណាខ្ញុំប្រើពេលជិត10ឆ្នាំហើយជិត10ឆ្នាំហើយអានេះគឺជាសកម្មភាពពួកយើងទាំងពីរកំពុងតែចែកចង់គ្នានិយាយស្រួលស្ដាប់បងប្អូនចែកចង់គ្នានឹងក្បែរសៅម៉ៅនឹងឯងឲ្យគាត់បេះបញ្ចុកអីខ្លះថត selfie អីខ្លះចឹងទៅតមកនិយាយជាមួយគាត់ណាព្រមបោះតង់ជាមួយគ្នានៅក្បែរដើមទុរេនយប់ហ្នឹងណាពួកទីទូទៅក៏អត់ចូលចិត្តគេងបោះតង់បោះអីក្នុងព្រៃក្នុងផ្សៃទេគឺគាត់ច្រើនតែចូលចិត្តគេងនៅផ្ទះនៅអីធម្មតាមានម៉ាស៊ីនត្រជាក់អីអញ្ចឹងទៅណាប៉ុន្តែថ្ងៃនេះគឺខ្ញុំបោកបានសម្រេចបងប្អូនតិចទៀតជូនបងប្អូនទៅទស្សនាសកម្មភាពបោះតង់របស់ពួកយើងទាំងពីរនាក់នៅពេលយប់ហើយមានព្រឹត្តិការណ៍អ្វីខ្លះកើតឡើងនៅយប់នោះយើងនឹងតាមដានទាំងអស់គ្នាក្រោយពីខ្ញុំញ៉ាំសៅម៉ៅហើយនឹងពិភាក្សាគ្នាថាព្រមឬមិនព្រមទៅបោះតង់ឬក៏មិនទៅឬក៏ចង់ទៅគេងនៅផ្ទះតែបើខ្ញុំដាក់លក្ខខណ្ឌហើយបើចង់គេងនៅផ្ទះទៅតែឯងទៅខ្ញុំសុំគេងនៅតង់ក្បែរដើមទុរេននេះហើយបាទអញ្ចឹងបន្ទាប់ពីញ៉ាំសៅម៉ៅហើយបាទខ្ញុំចាប់ដើមលបួងបាទទៅបោះតង់នៅក្បែរដើមទុរេនបាទជូនគាត់ទៅមើលស្អាតអត់បាទឥឡូវហ្នឹងចាប់ដើមគៀកបងប្អូនគេថាអូសកាឡាចាប់ដើមអូសកាឡាលងលំមិត្តស្រីឲ្យគាត់បោះតង់ជាមួយគ្នាបានអត់យប់ហ្នឹងឥឡូវចាំស្ដាប់ទាំងអស់គ្នាមើលលងលំមិនខ្លះបាទចឹងខ្ញុំសម្រេចថាបោះតង់នៅក្បែរដើមទុរេននឹងក្បែរដើមសៅម៉ៅនេះហើយគេយប់បើថាអត់ងាយលក់ទៅឃ្លានពេលណាយើងឡើងហូបពេលហ្នឹងទៅហ្មងណែអូខេអូខេនេះពុនខ្ញុំសុកចិត្តមកដេកនៅក្នុងព្រៃមួយខ្ញុំហើយអត់ដល់គឺក៏អត់ចង់អត់តង់ចូលព្រៃចូលផ្សៃអីទេគាត់ចង់ទៅក្នុងផ្ទះធម្មតាតែថ្ងៃនេះគឺថាសម្រាប់ចិត្តថាមកកន្លែងនេះខៀវចង្អាត់នេះនឹងមានរឿងអីអញ្ចឹងបងប្អូនខ្ញុំវាអត់យល់ដែរនឹងមិនបានព្រមមកក្នុងព្រៃក្នុងផ្សៃជាមួយគ្នានេះបាទឥឡូវនេះក្រោយពីលួងលោមបានសម្រេចយល់ព្រមថាបោះតង់ជាមួយបងនៅក្បែរដើមទុរេនមួយរាត្រីនេះហើយក៏ម៉ោងប្រហែលជា8កន្លះអីហើយជីទូទៅនៅស្រុកស្រែចំការជនបទបែបនេះម៉ោង8កន្លះ9ហ្នឹងគឺបងប្អូនប្រជាពលរដ្ឋពូមីងអីហ្នឹងគឺគាត់ចាប់ដើមចូលមន្ត្រីហើយអញ្ចឹងពួកខ្ញុំទាំងពីរនាក់ហ្នឹងក៏មិនមានភារកិច្ចអីត្រូវធ្វើទៀតដែរហើយក៏អស់កម្លាំងនឿយហត់ធ្វើដំណើរអីពីថ្ងៃហើយដែរអញ្ចឹងក៏ចាប់ដើមបោះតង់បាទលាតង់ឆាច់ដាក់ចម្រាលឆាច់អញ្ចឹងទៅហើយរៀបចំអីឲ្យស្អាតសម្រាប់ថារៀបចំប្លង់ប៉ុណ្ណឹងពេញចិត្តហើយទៅសួរមិត្តស្រីសិនបាទភ្លេចយកខ្នើយបងប្អូនភ្លេចយកខ្នើយយកភួយអីហ្នឹងអញ្ចឹងក៏ចាំឲ្យគាត់ចាំតង់ហ្នឹងសិនទៅខ្ញុំទៅយកភួយខ្នើយអីមកសិនហើយមិនដឹងគាត់និយាយអីខ្លះទេម្នាក់ឯងទេបងប្អូនបាទខ្ញុំទៅយកខ្នើយយកភួយទៅមិនដឹងគាត់និយាយស្អីខ្លះចរចាគ្នាជាមួយនឹងសត្វឆ្កែគាត់នៅម្នាក់ឯងបងប្អូនអញ្ចឹងឮចៃដនអីឮឆ្កែព្រោះវលូឆ្កែលូគាត់ចរចាគ្នាជាមួយឆ្កែមិនដឹងបែបគេមានអារម្មណ៍មិនទេខ្ញុំបងប្អូនស្ដាប់តិចមើលអូលោកតាមចាស់ចាស់ដីកូនចៅសុំគេងនៅហ្នឹងសុំឲ្យកូនចៅគេងលក់ឲ្យស្រួលសុខសប្បាយថៃបាទខ្ញុំទៅយកខ្នើយយកភួយបាត់មានអីនៅម្នាក់ឯងចរចាជាមួយឆ្កែមកសង្សារចង់ដាក់មេប្រូចហ្នឹងក៏មិនដឹងទេបងប្អូនអើយបាទអញ្ចឹងឥឡូវនេះយើងចាប់ដើមចូលនិន្ទ្រាឲ្យបងប្អូនណាអញ្ចឹងគាត់ណៃធំនេះមានដាក់ក្បាលទៅណាទេ
lấy nhưng mau mấy chương trình bố đấy bàn tay nơi khai tiếng việc nhất không ôn chân nạp sinh cái trâu lần tri ói nơi là nhóm chụp bó tòng thôi chết trâu lần tri đây nhưng chăm chụp như ngày sai chứ cứ đây mà cái đó thì kinh mà dục hơi bực và lầm lớn để hẹn một sọt sải đặt cái trò trà liền tích tiết mất bóng bóng này phải thì mình cầm một tuần đốt rồi một còn tuần lúc luôn cầm một tuần ngụt tức bàn tay ấy thế cầm mới một ấy một tay sập hiệp rồi khăn non nói nè 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 mẹ tạm bộ ní khơi nùng thấy nhá bố tạm bộ nhé khơi nùng rồi tạm bộ ní khơi xài màu bông phè rồi tạm bộ ní xài màu tiết rồi mà này mà đón tạm bộ ní khơi ấy ổn một nhóm đập về khác đi train đấy train nó tại anh ấy ở miền hay ở hiền mà đây là train miền fly đấy phải lẹ mau tới chẳng tiết tiết giờ từ bay xài máu hay ấy vậy bay xài rồi thì trong này thì ở mùi giúp này không tỏng không tự tập hiệp đò mình nô rôm bà này không dục nô bà người ta play cho bông ô nó kì này không tè rồi ngay châu tăng mà đón các bà chùm ca nông chùm ca tới đến những cái mẹ rong play sập mai coffee thom đá hay cái đọc cái kênh máu cứ mình chùm mà chặt chùm ca nó cứ cột riệp trong ha prep rồi chỉ sạch tem mà đón để không nút miền mòn sài đỏ thlo bà mòn sài người ta sạch lương là ốc tem đó mà mòn si tờ đến mà tranh nó cứ sạch món tờ đến đai món một bọn mình lên thêm mình lên sáu cho một con nó mòn si tờ đến sạch máu cứ tờ đến đôi chân đi tem đó bà này cứ cột vừa bò mòn bà bò mòn vậy đúng mà cột chừng này anh khang phơi mà hộp phong đấy mà cột mình luộc bài luộc bò lụa kêu hộp nó một chốc em xem nhà ha bật ấy nắng vòng ồn hay trắng cọt pla chấm nhẹ là bò cọt làm bay từ tua bộ dương và cứ bò mòn đấy vòng ồn nè mòn si từ đấy nó vòng ồn mòn là si từ đấy sạch tranh mất từ đấy món này nghe nhỉ em mời cha nó bông ồn bà chứng ngay thứ chia sẽ cam một hiệp này ngày bận top cứ nơi bật bật lắm nhưng ban nhau mà happy bật này crom đom xoay đó thì chả là hông bà thom chít tay mà đong bà hai mình vô lồng rừng nắng cứ chỉ nè thôi ha bật nắng này tại cột pizza thì bà còn quay vô lồng rừng thêm một ngơi bà cột pizza ha bật nắng thì bà cứ đại sa cột nhầm xây và cột chẳng tới cột cho ai lực cả lô bà chứng cày pizza ha bật thái rồi chập đám promo pháo sai mai môn hai bàn promo pháo từ đến cày bà chứng chuyện tu sân á sẽ cả một hiệp này ca promo pháo sai máu chẳng ở kia bà vâng sao máu này ra có hóm có hộp bán là khiêu chết có hộp bán không đi nữa được bát rồi nói nữa không biết mà không biết mà thôi anh mở bát sáu rồi mới bật sáu lấy mà mơ nè là đau tại mày mà đó ạ ná tên bà đấy nước lờ nô cặp ba này bà ơi bọc chấm đây chị đây một tay cặp ba này mẹ gì bò một đi bò anh đi nước mua tôi thử cay vô đi hả không
À, nè.
mà cái lối nè bay ý thèm đọc làm đọc cái lỗ ấy còn mình đọc về miệng nữa nó phải lỗ phải cam sắp đó đã tức mau bay nè buồn nè ôi buồn nè còn mưa mưa là nắng bọc kia à nắng thấy bay mà lăng mà món bọc luôn ai nhưng bay mà lấy từ mà nó pi nẹt xay là hia đất khao thật thay hay cái hai hộp ấy tha ở thế nhưng mến máu tao mà hộp mà chú không ôn mà chú là bột khao không mến máu hộp ấy nè chú sao từ rồi còn của nơi cho tụi ngươi